តែយើងអាចរៀបចំផែនការទៅផ្អែកលើកត្តាអ្វីខ្លះយើងអាចរៀបចំផែនការបានទៅផ្អែកលើកត្តាជាច្រើនដូចជា 1. គោលដៅត្រូវដឹងថាអ្នកអាចសម្រេចអ្វីគោលដៅត្រូវច្បាស់និងសមស្របទី 2 គឺពេលវេលាតើអ្នកមានពេលប៉ុន្មានក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍តើមានការកំណត់ឬ deadline ពេលវេលាត្រូវកំណត់ថាត្រូវរៀបចំឬមិនដេញឲ្យសមទី 3 គឺសមត្ថភាពរបស់ខ្លួនឯងអ្នកអាចធ្វើដល់កម្រិតណាតើត្រូវការបណ្ដុះបណ្ដាលថែមដែរឬទេគឺការធ្វើផែនការឲ្យសមស្របទៅនឹងកម្រិតសមត្ថភាពរបស់ខ្លួនឯង 4 បញ្ហានិងឧបសគ្គគិតមើលថាមានអ្វីអាចរារាំងដូចជាពេលវេលាមិនគ្រប់ការងារច្រើនអត់មានការលើកទឹកចិត្តត្រូវមានដំណោះស្រាយជំនួសទុកជាមុនទី 5 គឺផែនការបន្ទាប់ដែលយើងហៅថា backup plan ទៅពេលធ្វើអ្វីមួយមិនទៅតាមផែនការដើមត្រូវមានផែនការទី 2 ដើម្បីកុំឲ្យបាត់បង់គោលដៅដូចនេះការរៀបចំផែនការគឺត្រូវផ្អែកលើកត្តាសំខាន់ដូចខាងលើមួយវិញទៀតបើសិនជាបងប្អូនចង់ប្រឹក្សាយោបល់ចាំពីគ្រូយោបល់តាក់ទងនឹងបញ្ហាផ្សេងៗឬក៏ចង់ស្វែងរកឱកាសការងារបងប្អូនអាចតាក់ទងមកកាន់ UICC ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទអគារ STEM ជាន់ទី 7 កន្ទុំ701បាន